ពាក្យថាព្រៃឈើពិតជាមានអត្ថកំបាំងមែនពីព្រោះដូចដែលខ្ញុំបានប្រាប់អ្នកអំពីខ្មោចសម្រាប់ព្រៃឈើជាច្រើនតើអ្នកដឹងទេថាព្រៃឈើនីមួយៗមានច្បាប់ខុសៗគ្នាហើយនៅពេលដែលអ្នកជួបខ្មោចអ្នកនឹងជួបខ្មោចក្នុងទម្រង់ផ្សេងៗគ្នាដែលព្រៃឈើនឹងមានច្បាប់របស់អ្នកណារឿងរ៉ាវរបស់អ្នកណាវាចម្លែកវាជាអត្ថកំបាំងល្អខ្ញុំចូលចិត្តវារឿងថ្ងៃនេះនិយាយអំពីលោកវីឬអ្នកអាចហៅគាត់ថាលោកវីលោកវីកាលគាត់នៅជាសាស្ត្រាចារ្យគាត់នៅសាកលវិទ្យាល័យមួយនៅភាគខាងត្បូងប៉ុន្តែនៅពេលដែលរឿងនេះបានកើតឡើងលោកវីបានធ្វើការស្រាវជ្រាវនិងបានធ្វើប្រធានបទស្រាវជ្រាវមួយហើយនៅពេលដែលគាត់ជ្រើសរើសគាត់មិនដឹងថាគាត់នឹងមកធ្វើអំពីប្រព័ន្ធព្រៃឈើនិងសត្វនោះទេសំខាន់បំផុតប្រធានបទនេះតាក់ទងនឹងព្រៃឈើនិងវិធីសាស្ត្រផ្ទះព្រៃឈើព័ត៌មាននៅក្នុងទីក្រុងមិនអាចរកឃើញទេដូច្នេះលោកវីត្រូវស្វែងរកព័ត៌មាននៅក្នុងតំបន់ពិតប្រាកដនោះគឺជាភូមិមួយដែលជាប់នឹងដីព្រៃនៅភាគខាងត្បូងខ្ញុំឃើញថាវាជាតំបន់ទឹកសើមខ្ញុំមិនប្រកាសថាវាជាតំបន់ទឹកសើមប្រភេទណានៅពេលនោះទេខ្ញុំគ្រាន់តែដឹងថាវាជាព្រៃមួយនៅភាគខាងត្បូងផ្ទះរបស់យើងលោកវីមានបំណងស្នាក់នៅក្នុងព្រៃរយៈពេល15ថ្ងៃដើម្បីសង្កេតមើលឥរិយាបថសត្វនិងស្វែងរកសត្វព្រៃប៉ុន្តែជាការពិតណាស់ការចូលទៅក្នុងព្រៃនៅពេលនេះរយៈពេលកន្លះខែមិនមែនគ្រប់គ្នាអាចចូលបានទេហើយមិនមែនគ្រប់គ្នានឹងទៅជាមួយលោកវីនោះទេដែលលោកវីផ្ទាល់បានព្យាយាមស្វែងរកមិនថាជាភ្នាក់ងារឬតាក់ទងក្រុមផ្ទះឈើដោយខ្លួនឯងទេគ្មាននរណាម្នាក់ទទួលយកការងារនេះទេដូច្នេះនេះជាការងារមគ្គុទ្ទេសក៍ហើយស្នាក់នៅក្នុងព្រៃរយៈពេល15ថ្ងៃរហូតដល់លោកវីបានទៅពិគ្រោះជាមួយមិត្តភ័ក្តិរបស់សាស្ត្រាចារ្យម្នាក់នៅក្នុងមហាវិទ្យាល័យមួយសាស្ត្រាចារ្យរូបនេះគឺជាមនុស្សម្នាក់ដែលចូលចិត្តដើរក្នុងព្រៃមានសត្វព្រៃច្រើនណាស់នៅក្នុងតំបន់នោះដែលពេលដែលលោកវីបានបញ្យល់ថាខ្ញុំចង់ចូលទៅក្នុងព្រៃដើម្បីធ្វើការស្រាវជ្រាវបែបនេះដូច្នេះសិស្សច្បងបានណែនាំថាប្រសិនបើគ្មាននរណាម្នាក់ពិតជានាំផ្លូវទេវាជាការប្រសើរក្នុងការណែនាំអ្នកប្រមាញ់រូបនេះពីព្រោះអ្នកប្រមាញ់រូបនេះធ្លាប់បាននាំមិត្តភ័ក្តិរបស់សាស្ត្រាចារ្យរូបនេះទៅច្រើនដងហើយគាត់ឈ្មោះថាឃុំអ្នកប្រមាញ់ឃុំខឹសខ្វៃសាឡាវម៉ៃតងម៉ាក់ម៉ាឃុំដែលមកពីពាក្យថាឃុំក្រុងមិត្តភ័ក្តិរបស់គាត់បានសង្កត់ធ្ងន់ថាអ្នកប្រមាញ់ឃុំជាមនុស្សល្អណាស់គាត់បានដើរក្នុងព្រៃតាំងពីគាត់នៅក្មេងធំធាត់នៅក្នុងផ្ទះព្រៃហើយដឹងអ្វីទាំងអស់អំពីព្រៃនេះដែលគ្មានជំរើសអ្វីផ្សេងទេហើយសិស្សច្បងរូបនេះគាត់បានឲ្យការងារមួយដល់គាត់រហូតដល់ទីបំផុតលោកវីពិតជាបាននិយាយជាមួយឃុំ Hunter ពេលខ្ញុំកំពុងទៅជួបអ្នកប្រមាញ់ឃុំខ្ញុំបានទៅជួបអ្នកប្រមាញ់ឃុំដើម្បីយល់ព្រមលើព័ត៌មានលម្អិតតាមពិតទៅអ្នកប្រមាញ់ឃុំបាននិយាយថាត្រូវចូលទៅក្នុងព្រៃរយៈពេល15ថ្ងៃគ្មាននរណាម្នាក់ចូលទៅក្នុងព្រៃរយៈពេល1ខែទេកន្លះខែគឺមិនមែនទាល់ទៅសោះភាគច្រើន7ថ្ងៃគឺខ្សោយណាស់ព្រោះកាន់តែយូរអ្នកចូលទៅក្នុងព្រៃទាំងអាហារភេសជ្ជៈអស់ភ្លើងឧបករណ៍ទាំងនេះត្រូវប្រើថ្មឬត្រូវប្រើទាំងអស់នោះដោយសារតែហេតុនេះឃុំ Hunter បានស្នើថាចូលយើងចំណាយពេល7ថ្ងៃ7ថ្ងៃដើម្បីចូលទៅក្នុងព្រៃកន្លះខែនិងកន្លះខែទៀតដើម្បីដើរត្រឡប់មកវិញដែលមានរយៈពេល3ថ្ងៃចូលនិង3ថ្ងៃចេញក្រៅហើយពេលវេលាដែលនៅសល់ត្រូវរស់នៅជុំវិញភូមិវិញអ្នកប្រមាញ់ឃុំនឹងមើលថែវាដែលប្រសិនបើវាចំណាយពេលលើសពី7ថ្ងៃឃុំ Hunter ផ្ទាល់ក៏មិនទទួលការងារនេះដែរព្រោះវាមានគ្រោះថ្នាក់ពេកប៉ុណ្្នឹងហើយលោកវីបាននិយាយថា7ថ្ងៃគឺ7ថ្ងៃយ៉ាងហោចណាស់7ថ្ងៃត្រូវតែមានព័ត៌មានមួយចំនួនដែលអាចប្រើប្រាស់សម្រាប់ការស្រាវជ្រាវបន្ទាប់មកនៅពេលដែលតម្លៃត្រូវបានព្រមព្រៀងគ្នាឃុំ Hunter និងលោកវីបានចាប់ផ្ដើមរៀបចំផែនការធ្វើដំណើររបស់ពួកគេឃុំ Hunter បាននិយាយថាការធ្វើដំណើរពីភូមិទៅកាន់ព្រៃជ្រៅ
ប្រសិនបើមនុស្ស2នាក់ទៅវានឹងពិបាកខ្លាំងណាស់ ពីព្រោះអ្នកប្រមាញ់ឃុំត្រូវប្រយ័ត្នសត្វត្រូវប្រយ័ត្នមុខនិងប្រយ័ត្នខ្នងចំពោះអ្នកប្រមាញ់ឃុំផ្ទាល់គាត់ត្រូវទទួលបន្ទុកទាំងអស់ដែលនឹងមានសៀវភៅកត់ត្រាដែលនឹងកត់ត្រាអ្វីៗផ្សេងទៀតដោយសារតែហេតុនេះហើយទើបឃុំ Hunter បានផ្ដល់យោបល់ថានៅក្នុងវីដេអូឃ្លីបនេះយើងត្រូវតែមានអ្នកប្រមាញ់ម្នាក់នៅជាមួយយើងអ្នកប្រមាញ់ដែលគូររូបនេះគឺជាអ្នកដែលកាន់របស់របរគឺលោក V ប៉ុន្តែត្រូវតែមានចំណេះដឹងត្រូវតែមានមូលដ្ឋានគ្រឹះសម្រាប់ការរស់រានមានជីវិតនៅក្នុងព្រៃដោយអ្នកប្រមាញ់ឃុំផ្ទាល់គាត់ជាអ្នកគ្រប់គ្រងវាដែលអ្នកប្រមាញ់ឈ្មោះណៃព្រាវណៃព្រាវគឺជាមនុស្សនៅក្នុងភូមិអ្នកប្រមាញ់ឃុំម្ដងទៀតដើម្បីរៀបចំខ្លួននិងគេងមួយយប់នៅផ្ទះអ្នកប្រមាញ់ឃុំរយៈពេលមួយយប់ដែលនៅយប់ដំបូងគាត់បានគេងនៅផ្ទះអ្នកប្រមាញ់ឃុំលោកវីផ្ទាល់បានរៀបចំអ្វីៗគ្រប់យ៉ាងត្រៀមខ្លួនចេញដំណើរនៅពេលព្រឹកបន្ទាប់ពីថ្ងៃរះប៉ុន្តែនៅពាក់កណ្ដាលអាធ្រាត្រពេលកំពុងនិយាយជាមួយអ្នកប្រមាញ់ឃុំពេលកំពុងរៀបចំផែនការភ្លាមនោះលោកវីបានឮសំឡេងដូចជាសត្វស្លាបធំមួយកំពុងរំកិលស្លាបរបស់វាចេញពីព្រៃមិនយូរប៉ុន្មានសត្វស្លាបនោះបានហើរត្រង់ទៅរកលោកវីហើយខ្ញុំបានដឹងនៅពេលដែលវាហើរចូលមកជិតថាសត្វស្លាបនេះជាសត្វចាបនេះធំណាស់នៅក្នុងវីដេអូឃ្លីបនេះឃុំ Hunter នឹងក្លាយជាអ្នកដែលរៀបចំផែនការធ្វើដំណើរយ៉ាងលម្អិតចូលទៅក្នុងចំណុចកណ្ដាលនៃផែនទីហើយនិយាយថាវានឹងឈប់នៅចំណុចនេះតែប៉ុណ្ណោះហើយឃុំ Hunter ផ្ទាល់នឹងក្លាយជាអ្នកដែលវាយតម្លៃថាផ្នែកណាដែលមានសុវត្ថិភាពនិងមានស្ថិរភាពទៅតាមស្ថានភាពដូច្នេះកាតព្វកិច្ចតែមួយគត់របស់លោកវីគឺធ្វើការងាររបស់អ្នកសរសេរអ្វីគ្រប់យ៉ាងចុះហើយស្ដាប់តែអ្នកប្រមាញ់ឃុំប៉ុណ្ណោះហើយចាប់ពីផែនការនេះរហូតដល់អ្វីត្រូវបានព្រមព្រៀងគ្នានៅថ្ងៃធ្វើដំណើរទៅកាន់ព្រៃអ្នកប្រមាញ់ក៏បានណែនាំលោកវីឲ្យមកភូមិមួយថ្ងៃមុនសត្វចាបបានហើរទៅរកលោកវីយ៉ាងជិតគ្រាន់តែបាញ់ចំក្បាលបន្តិចរហូតដល់សត្វចាបភ្ញាក់ផ្អើលមុនពេលវាហើរចូលក្រោមដំបូលផ្ទះរបស់ព្រានព្រៃឃុំហើយថែមទាំងបានសម្លឹងមើលលោកវីទៀតផងនៅពេលនោះព្រានព្រៃដែលអង្គុយក្បែរគាត់កំពុងសម្លឹងមើលចាបហើយបន្ទាប់មកគាត់នៅស្ងៀមវាដូចជាគាត់ភ្ញាក់ផ្អើលប៉ុន្តែគាត់មិនចង់និយាយច្រើនទេអ្នកប្រមាញ់បាននិយាយថាជាធម្មតាធម្មជាតិរបស់សត្វចាបគឺប្លែកណាស់វាមិនមករកមនុស្សទេជាពិសេសការហើរចូលមកជិតបែបនេះដែលអាចនិយាយបានថាអត្ថប្រយោជន៍ហាក់ដូចជាធ្ងន់ធ្ងរពេកពីព្រោះលោកវីបាននិយាយថាអ្វីដែលគាត់ទទួលបានពីព្រៃឈើគឺចំណេះដឹងដើម្បីបង្រៀនដោយសារតែហេតុផលនោះគាត់គិតថាវាជាចេតនាល្អលោកវីមិនខ្វល់ពីអ្វីទាំងអស់ត្រៀមខ្លួនចូលគេងដូចធម្មតាបន្ទាប់ពីនោះនៅយប់ដដែលវាគួរតែជាម៉ោងប្រហែល5ល្ងាចឬពាក់កណ្ដាលអាធ្រាត្រខណៈពេលដែលលោកវីកំពុងដេកលក់ហើយភូមិក៏ស្ងាត់ឈឹងភ្លាមនោះគាត់បានឮសំឡេងមួយចេញពីព្រៃវាស្ដាប់ទៅដូចជាមាននរណាម្នាក់កំពុងវាយស្គរចេញពីព្រៃនៅពីក្រោយភូមិពេលឮដូច្នោះលោកវីក៏ស្ដាប់ដោយស្ងៀមស្ងាត់បន្ទាប់ពីស្ដាប់រួចគាត់ចាប់ផ្ដើមមានទំនុកចិត្តថាវាពិតជាសំឡេងស្គរមែនប៉ុន្តែចង្វាក់ភ្លេងពិតជាចម្លែកណាស់វាមិនធម្មតាទេប្រសិនបើអ្នកសួរអ្នកប្រមាញ់គាត់បាននិយាយថាមុនពេលចូលទៅក្នុងព្រៃហើយជួបប្រទះរឿងបែបនេះវាមិនល្អទេក្នុងការបែកគ្នាប៉ុន្តែប្រសិនបើអ្នកវីចង់បញ្ជាក់ថាគាត់ពិតជាកំពុងចូលទៅក្នុងព្រៃមែនអ្នកប្រមាញ់ឃុំអាចនាំផ្លូវបានប៉ុន្តែអ្នកប្រហែលជាត្រូវប្រុងប្រយ័ត្នបន្ថែមវាដូចជាសត្វចាបនេះកំពុងប្រមានអញ្ចឹងវាហាក់ដូចជាដឹងថាលោកវីជាមនុស្សក្រៅហើយហ៊ាននឹងចូលទៅក្នុងព្រៃដើម្បីស្វែងរកផលប្រយោជន៍ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
លោកវីខ្លួនឯងមិនបានគិតចង់ប្រកួតប្រជែងអ្វីទាំងអស់អត្ថប្រយោជន៍ដែលគាត់ចង់ទទួលបានពីព្រៃឈើក្នុងដំណើរកម្សាន្តនេះវាជាការស្រាវជ្រាវមួយវាជាការស្រាវជ្រាវដែលគាត់កំពុងធ្វើវាមិនមែនជាចង្វាក់នៃការលេងច្រៀងរាំឬបង្កើតតន្ត្រីទេវាដូចជាចង្វាក់បន្តវាមិនមែនជាចង្វាក់នៃការលេងច្រៀងរាំឬបង្កើតតន្ត្រីនោះទេសំឡេងស្គរតែងតែមានចង្វាក់ដូចគ្នាដំបូងឡើយលោកវីគិតថាវាជាសំឡេងនៃអ្នកភូមិដោយសារតែមានការងារធ្វើទើបមានសញ្ញាប៉ុន្តែបន្ទាប់ពីស្ដាប់រួចគាត់ក៏ដឹងថាវាដល់ពាក់កណ្ដាលអាធ្រាត្រហើយតើអ្នកណានឹងក្រោកឡើងវាយស្គរនៃពាក់កណ្ដាលអាធ្រាត្របែបនេះនៅទីបញ្ចប់គាត់ព្យាយាមបិទភ្នែកទោះបីជាគាត់មិនដឹងថាសំឡេងស្គរមកពីណាក៏ដោយតើវាពិតជាមកពីដៃអ្នកភូមិមែនទេឬក៏វាជាសំឡេងដែលមកពីព្រៃដែលគាត់បានឮហើយស្ដាប់ទៅដូចជាស្គរនៅព្រឹកបន្ទាប់ពេលដល់ពេលចាក់ចេញលោកវីគឺជាអ្នកចាក់ចេញមុនគេពេលខ្លះប្រសិនបើវាកើតឡើងនៅចំកណ្ដាលតង់ឬការបោះតង់សត្វអាចស្ថិតក្នុងគ្រោះថ្នាក់នៅយប់ដំបូងយើងបានដេកក្នុងតង់ធម្មតាវាជាតង់ការពារភ្លៀងប៉ុន្តែគ្មាននរណាម្នាក់ចង់ដេកក្នុងតង់បែបនោះទេពីព្រោះយើងទាំង3នាក់បានអោបភ្លើងហើយនិយាយគ្នានៅមុខភ្លើងមានព្រះសង្ឃមួយអង្គដែលស្ម័គ្រចិត្តធ្វើជាអ្នកយាមវាលមុនគេនៅយប់នោះលោកវីបាននិយាយថាខ្ញុំមិនប្រកាសថាគាត់គេងយូរប៉ុណ្ណាទេព្រោះមុនពេលគាត់មកមានអារម្មណ៍ខ្លួនឯងម្ដងទៀតវាជាពាក់កណ្ដាលអាធ្រាត្រព្រោះអាកាសធាតុត្រជាក់ខ្លាំងគាត់បានបើកភ្នែកឡើងហើយឃើញថាភ្លើងចាប់ផ្ដើមរលត់ទៅដូច្នេះគាត់បានទៅមើលព្រះសង្ឃដែលកំពុងយាមវាលប៉ុន្តែក្នុងរូបភាពដែលគាត់ឃើញព្រះសង្ឃកំពុងដេកអោបកំភ្លើងរបស់ខ្លួនហើយបិទភ្នែកលោកវីបានដើរតាមលោកដោយថតរូបនិងសរសេរកំណត់ចំណាំពេញមួយផ្លូវចំពោះព្រះសង្ឃដែលជាព្រះសង្ឃលោកបានលាទម្ងន់រយៈពេល7ថ្ងៃពេលកំពុងដើរលោកវីនៅតែបន្តធ្វើការងាររបស់លោកមានសត្វនៅទីនេះទីនោះគាត់បានកត់ត្រារុក្ខជាតិគ្រប់ប្រភេទស្ថានភាពនៃនិងស្ថានភាពផ្លូវនៅចំណុចណាមួយត្រូវតែមានការផ្អាកមួយលោកបានថតសម្លេងធម្មជាតិនៅកណ្ដាលព្រៃតាមរបៀបរស់នៅរបស់អ្នកស្រាវជ្រាវរហូតដល់ក្រោយមកមនុស្សគ្រប់គ្នាដើររហូតដល់ថ្ងៃលិចព្រះសង្ឃបានសម្រេចចិត្តជ្រើសរើសកន្លែងស្នាក់នៅជិតចំណុចដែលជាវាលស្រែពីព្រោះនៅយប់ដំបូងយើងបានព្រមព្រៀងគ្នាថាយើងនឹងដេកនៅវាលស្រែជាមុនសិនព្រោះយើងចង់ស្រូបយកបរិយាកាសនៃព្រៃឈើហើយលោកវីផ្ទាល់ត្រូវថតវាទុកដូច្នេះគាត់មិនអាចដេកនៅផ្សារបានទេហើយមិនអាចចូលទៅជិតប្រភពទឹកបានដែរពីព្រោះកាន់តែនៅជិតប្រភពទឹកសត្វនឹងចេញមកផឹកទឹកនៅពេលយប់គាត់កំពុងដេកលក់ទៅហើយខ្ញុំមិនដឹងថាវាមានគ្រោះថ្នាក់ឬអត់ទេខ្ញុំមិនដឹងថាវាមានគ្រោះថ្នាក់ឬអត់ទេកំពុងដេកយាមវាលស្រែប្រសិនបើមានសត្វធំមួយនៅក្នុងជំរំដោយសារតែក្លិនអាហារវាអាចជាបញ្ហាលោកវីនៅពេលនោះនៅពេលដែលគាត់កំពុងរើគាត់ក៏ក្រោកឡើងហើយមានបំណងដុតភ្លើងគាត់បានឮសំឡេងអ្វីមួយខ្លាំងចេញពីសសរឈើក្រាស់ដែលនៅឆ្ងាយពីតង់សំឡេងដែលគាត់និយាយពេលគាត់ឮវាជាសំឡេងដូចគ្នានឹងសំឡេងដែលគាត់បានឮពីភូមិពេលគាត់ឮដូច្នោះយោងទៅតាមសភាវិកតរបស់យើងលោកវីបានងាកឆ្វេងស្ដាំដោយព្យាយាមមើលថាសំឡេងនោះមកពីណាហើយគាត់បានឃើញថានៅក្រោមដើមឈើធំមួយមានស្រមោលភ្លឹកផ្លេតនៅក្រោមដើមឈើរហូតដល់អ្នកប្រមាញ់ភ្ញាក់ពីដំណេកលោកវីបានព្យាយាមបញ្យល់ថាមានបុរសម្នាក់នៅទីនោះជួយខ្ញុំមើលផងគាត់បាននិយាយហើយចង្អុលទៅរហូតដល់អ្នកប្រមាញ់ខ្លួនឯងបានលើកកំភ្លើងឡើងហើយបាញ់ប៉ុន្តែវាបានប្រែក្លាយថានៅក្រោមដើមឈើនៅចំណុចនោះគ្មានអ្វីទាល់តែសោះ
ហើយនៅលើគល់ឈើមានសត្វចាបមួយក្បាលកំពុងអោបគល់ឈើហើយសត្វចាបនោះកំពុងសម្លឹងមើលកាមេរ៉ារបស់លោកវីគាត់មិនប្រៅប្រកាសថាចាបនេះជាចាបដូចគ្នាដែលគាត់បានឃើញនៅពេលគាត់នៅផ្ទះអ្នកប្រមាញ់ឬអត់ចាបនោះមើលទៅដូចគ្នាហើយពណ៌ក៏ដូចគ្នាដែរពីរូបភាពនៅពីមុខគាត់គ្មានអ្វីដូចនោះទេអ្នកប្រមាញ់ខ្លួនឯងបានប្រាប់លោកវីដោយផ្ទាល់ថាលោកវីអ្នកភ្ញាក់ហើយជួលគេងទៅកុំបារម្ភអីហើយបន្ទាប់ពីភ្នែករបស់គាត់បានសម្របខ្លួនទៅនឹងភាពងងឹតលោកវីបានឃើញយ៉ាងច្បាស់ថានោះជាបុរសម្នាក់កំពុងអង្គុយនៅក្រោមដើមឈើធំមួយបុរសនោះស្លៀកសម្លៀកបំពាក់ទីក្រុងម៉ាឡាយូពណ៌ខ្មៅពាក់មួកនិងមួកដូចមនុស្សសម័យមុនបុរសនោះកំពុងវាយប្រអប់តូចមួយនៅពីមុខគាត់ហើយរបៀបវាយរបស់គាត់មើលទៅចម្លែកណាស់គាត់បានអោនក្បាលដោយមិនបានមើលប្រអប់នោះទេហើយបន្តវាយវាគាត់មិនបានវាយវាមួយរយៈពីរូបភាពនេះលោកវីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមនោះនៅពាក់កណ្ដាលអាត្រៀតនៅកណ្ដាលព្រៃបែបនេះមានបុរសម្នាក់ស្លៀកពាក់សម្លៀកបំពាក់ទីក្រុងម៉ាឡាយូអង្គុយវាយប្រអប់មួយនៅកណ្ដាលព្រៃដោយការភ្ញាក់ផ្អើលគាត់បានក្រោកឡើងហើយប្រញាប់លូកដៃទៅដាស់អ្នកប្រមាញ់ដែលកំពុងអោបកំភ្លើងរបស់គាត់មានរឿងជាច្រើនដែលអ្នកប្រមាញ់ខ្លួនឯងមិនអាចរំពឹងទុកបានប៉ុន្តែរឿងតែមួយគត់ដែលអាចការពារអ្នកប្រមាញ់ពីព្រៃនេះបានគឺមិនត្រូវរញ៉េរញ៉ៃជាមួយវាឡើយមិនថាអ្នកឃើញអ្វីសត្វព្រៃឬឮអ្វីចម្លែកនោះទេបើអ្នកមិននៅជាមួយខ្ញុំទេអ្នកមិនចាំបាច់រញ៉េរញ៉ៃជាមួយវាទេលែងវាទៅនោះអ្នកនឹងមានសុវត្ថិភាពនៅពេលនោះលោកវីផ្ទាល់មានការភ័ន្តច្រឡំយ៉ាងខ្លាំងនៅក្នុងចិត្តរបស់គាត់ជាអ្នកសិក្សាពេញមួយជីវិតរបស់គាត់មិនយល់ច្បាស់ពីអ្វីដែលអ្នកប្រមាញ់ហ៊ាននឹងនិយាយនោះទេដូច្នេះគាត់ជ្រើសរើសនៅស្ងៀមហើយមិនចង់ឲ្យបញ្ញាកាសនៅក្នុងព្រៃបញ្ញាកាសនៅកន្លែងធ្វើការបាត់បង់នោះទេនៅថ្ងៃនោះក្រុមហ៊ុនទេសចរបានប្រមូលព័ត៌មានពីព្រឹកដល់ល្ងាចមុនពេលចូលដល់ល្ងាចអ្នកប្រមាញ់បាននិយាយថាតំបន់ដែលយើងកំពុងឈរគឺជាវាលសត្វហើយប្រសិនបើអ្នកឃើញអ្វីផ្សេងទៀតកុំភ័យអីអ្នកអាចទូរស័ព្ទមកខ្ញុំយឺតបាននៅយប់នោះលោកវីបានប្រាប់គាត់ដោយផ្ទាល់ថាទោះបីជាអ្នកប្រមាញ់និយាយថាកុំឲ្យភ្ញាក់ផ្អើលក៏ដោយក៏មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលដែរហើយអ្នកប្រមាញ់ផ្ទាល់ដែលជាអ្នកយាមនៅតែដេកងក់ដូច្នេះលោកវីបានលួចចូលទៅក្នុងតង់ហើយដេកក្នុងតង់វិញហើយវាបានកើតឡើងភ្លាមថាយប់បន្ទាប់គឺជាយប់នៃការយាមរបស់អ្នកប្រមាញ់បានដេកងក់អ្នកប្រមាញ់បានភ្ញាក់ឡើងដើម្បីមើលសត្វចាបហើយអនុញ្ញាតឲ្យលោកវីដេកនៅក្នុងតង់ប៉ុន្តែគាត់មិនអាចគេងលក់រហូតដល់ព្រឹកបន្ទាប់នៅពេលព្រឹកមុនពេលចាកចេញអ្នកប្រមាញ់ខ្លួនឯងបានហៅលោកវីដើម្បីនិយាយជាឯកជនគាត់បាននិយាយថានៅក្នុងព្រៃជ្រៅនៅពីមុខអ្នកប្រមាញ់មានរឿងជាច្រើនដែលមិននឹកស្មានដល់បានកើតឡើងណាស់វាជាផ្លូវដើររបស់សត្វដែលមានស្នាមជើងសត្វជាច្រើនប្រភេទអ្នកប្រមាញ់បានសម្រេចចិត្តថាប្រសិនបើដូច្នោះមែនយប់នេះយើងនឹងមិនដេកលើដីទេប៉ុន្តែយើងនឹងដេកលើដើមឈើជំនួសវិញប្រសិនបើយើងមានសំណាងយើងប្រហែលជាឃើញសត្វក្តាន់ឬសត្វធំមួយដើរនៅក្រោមវាលស្រែដើម្បីផឹកទឹកក្រោយពីនិយាយដូច្នោះរួចអ្នកប្រមាញ់និងព្រានព្រៃដែលជាអ្នកប្រមាញ់បានជួយកាប់ដើមឈើនោះហើយចងសំណាញ់ធំមួយទៅនឹងវាលស្រែមួយប៉ុន្តែនៅយប់នោះមានរឿងមិននឹកស្មានដល់បានកើតឡើងភ្លាមនោះនៅពាក់កណ្ដាលអាត្រៀតភ្លៀងបានធ្លាក់រដូវក៏ធ្លាក់ហើយភ្លៀងក៏ធ្លាក់ខ្លាំងអ្នកប្រមាញ់និងអ្នកប្រមាញ់ដែលជាអ្នករស់នៅក្នុងព្រៃបានដេកលក់នៅលើវាលស្រែពួកគេបានដេកលក់ដោយបើកភ្នែកហាក់ដូចជាគ្មានអ្វីកើតឡើងប៉ុន្តែលោកវេដែលជាអ្នករស់នៅក្នុងទីក្រុងស្រាប់តែដេកលក់នៅកណ្ដាលព្រៃហើយដេកលើដើមឈើដែលគាត់ចងជាប់នឹងវាលស្រែគាត់មិនអាចគេងលក់ទេដូច្នេះ
គាត់អាចអង្គុយលើឈើច្រត់ធំមួយហើយព្យាយាមរកអ្វីមួយមកគ្របក្បាលពេលគាត់ញ័រខ្លួនគាត់បានឮសំឡេងស្គរខ្លាំងដដែលម្ដងទៀតហើយលើកនេះវាខ្លាំងមែនតែនសំឡេងវាខ្លាំងដូចភ្លៀងលោកវីផ្ទាល់ត្រូវអោនចុះមើលក្រោមឥដ្ឋហើយគាត់បានឃើញបុរសដដែលបុរសស្លៀកសម្លៀកបំពាក់ម៉ាលីពណ៌ខ្មៅកំពុងដើរកាត់ភ្លៀងនៅក្រោមផ្សារប៉ុន្តែនៅពេលដែលលោកវីភ្ញាក់ផ្អើលហើយសម្លឹងមើលបុរសនោះក៏ឈប់វាយស្គរហើយឈប់ដើរយ៉ាងប្រញាប់ប្រញាល់មុនពេលមុខរបស់គាត់សម្លឹងមើលលោកវីដែលកំពុងលួចមើលនៅក្នុងផ្សារទំនើបហើយត្រឹមតែប៉ុន្មានវិនាទីក្រោយមកបុរសនោះបាននិយាយជាភាសាម៉ាលីដោយសំឡេងស្ងប់ស្ងាត់ប៉ុន្តែលោកវីផ្ទាល់ដែលជាអ្នកក្រុងគាត់មិនដឹងថាភាសាម៉ាលីដែលបុរសនោះកំពុងនិយាយនោះជាភាសាអ្វីពិតប្រាកដនោះទេវាហាក់ដូចជាគាត់កំពុងហៅទូរស័ព្ទឬកំពុងព្យាយាមទំនាក់ទំនងអ្វីមួយនៅពេលនោះលោកវីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយស្ទើរតែស្រែកយំប៉ុន្តែបុរសនៅក្បែរគាត់កំពុងដេកលក់គាត់បាននិយាយឡើងដោយមិនបើកភ្នែកបុរសនោះបាននិយាយថាលោកវីកុំឆ្លើយគាត់ឲ្យគាត់ហៅគាត់ទៅគាត់នឹងទៅដោយខ្លួនឯងដូច្នេះលោកវីបានសួរបុរសនោះថាតើព្រះសង្ឃជាអ្វីហេតុអីបានជាមានមនុស្សដើរនៅកណ្ដាលព្រៃប៉ុន្តែបុរសនោះបានឆ្លើយដោយសំឡេងស្ងប់ស្ងាត់ដោយគ្មានការរំភើបឬរំភើបអ្វីឡើយព្រះសង្ឃបាននិយាយថាអូវាគ្រាន់តែជាខ្មោចព្រៃប៉ុណ្ណោះកុំយកចិត្តទុកដាក់នឹងវាបុរសស្លៀកសម្លៀកបំពាក់ម៉ាលីនោះមិននៅកន្លែងណាទេគាត់កំពុងឈរនៅទីនោះដោយអោនក្បាលរហូតដល់ភ្លៀងធ្លាក់នៅកណ្ដាលព្រៃហើយខ្ញុំមិនដឹងថាពេលណាបុរសនោះស្រាប់តែបាត់ខ្លួននោះទេបាត់ខ្លួននៅពេលណាខ្ញុំក៏មិនដឹងដែរវាមកពីសំឡេងស្គរដែលឮខ្លាំងគ្រប់ពេលភ្លាមនោះខ្ញុំគិតថាវានឹងស្ងាត់ហើយពេលខ្ញុំមើលទៅផ្សារទំនើបម្ដងទៀតវាជាពេលវេលាដដែលដែលភ្លៀងឈប់នៅពេលព្រឹកបន្ទាប់ពីពួកគេទាំង3នាក់បានចុះពីផ្សារទំនើបលោកវីបានដើរទៅរកព្រះសង្ឃហើយព្យាយាមសួរថារឿងដែលបានកើតឡើងកាលពីយប់មិញជាអ្វីប៉ុន្តែព្រះសង្ឃមិនបានប្រាប់គាត់ដោយផ្ទាល់ទេគាត់ហាក់ដូចជាកំពុងនិយាយមិនសមហេតុផលបន្ទាប់មកគាត់បានប្រាប់លោកវីឲ្យប្រញាប់បញ្ចប់ការងាររបស់គាត់នៅក្នុងព្រៃនេះខ្ញុំមិនដឹងអ្វីផ្សេងទៀតទេឥឡូវនេះខ្ញុំនឹងប្រាប់អ្នកគ្រប់យ៉ាងកុំបារម្ភខ្ញុំនឹងប្រាប់អ្នកឲ្យច្បាស់ប៉ុន្តែអ្នកមិនចាំបាច់ដឹងឥឡូវនេះទេហើយពីការព្រមានរបស់ព្រះសង្ឃនេះខ្ញុំមិនដឹងថាត្រូវជឿអ្នកណាទេប្រសិនបើខ្ញុំមិនជឿព្រះសង្ឃមានតែព្រះអង្គទេដែលអាចជួយក្នុងព្រៃនេះបានពីព្រោះព្រះសង្ឃមានកាតព្វកិច្ចតែកាន់របស់របរនិងចំអិនអាហារសម្រាប់ព្រះអង្គប៉ុណ្ណោះនៅថ្ងៃនោះលោកវីបានព្យាយាមប្រញាប់ប្រញាល់និងបញ្ចប់ការស្រាវជ្រាវរបស់គាត់តាមកាលវិភាគក្នុងអំឡុងពេលដែលនៅសល់នៅក្នុងព្រៃស្ថានភាពកាន់តែអាក្រក់ទៅដូចជាព្រះអង្គត្រូវប្រកួតប្រជែងជាមួយពេលវេលាមានហេតុការណ៍មួយបានកើតឡើងក្នុងអំឡុងពេលធ្វើដំណើរត្រឡប់មកវិញលោកវីចងចាំបានថាពេលគាត់កំពុងដើរចេញពីព្រៃហើយដើរចុះពីលើភ្នំដែលមានចោតគាត់បានឃើញស្បែកជើងមួយរបស់គាត់បានរបូតចេញដូច្នេះគាត់បានអោនចុះដើម្បីចងខ្សែស្បែកជើងហើយទុកឲ្យព្រះសង្ឃនិងព្រះសង្ឃដើរទៅមុខមួយសន្ទុះគាត់បានអោនចុះដើម្បីចងខ្សែស្បែកជើងត្រឹមតែ 2-3 វិនាទីប៉ុណ្ណោះហើយពេលគាត់ងើយមុខឡើងម្ដងទៀតគាត់បានឃើញថាស្រមោលរបស់គាត់កំពុងលាតសន្ធឹងយឺតស្រមោលរបស់គាត់កំពុងលាតសន្ធឹងចេញពីចុងជើងរបស់គាត់ហើយប្រែទៅជារាងកាយរបស់បុរសម្នាក់ដែលកំពុងដើរតាមលោកវីយ៉ាងដិតដល់ស្រមោលនោះមើលទៅដូចជាបុរសម្នាក់ពាក់ក្រមាហើយកាន់អ្វីមួយនៅលើខ្នង
ប្រសិនបើអ្នកទាយវាដូចគ្នានឹងបុរសដែលពាក់ក្រមាហើយកាន់កំភ្លើងនៅកណ្ដាលព្រៃ លោកវីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមនោះស្រមោលរបស់នរណាម្នាក់នៅពីក្រោយគាត់ដូច្នេះគាត់ក៏ប្រញាប់ដកកំភ្លើងចេញហើយងាកមកវិញប៉ុន្តែមានតែភាពទទេនៅពីក្រោយគាត់នៅពេលនោះនៅពេលដែលលោកវីកំពុងឡើងភ្នំហើយកំពុងខិតជិតមកដល់ព្រះសង្ឃនិងព្រះសង្ឃបាននិយាយដោយសំឡេងខ្លាំងៗថាគាត់កំពុងដើរតាមគាត់មិនអាចនៅក្នុងព្រៃបានទៀតទេគាត់ត្រូវប្រញាប់ទៅភូមិឲ្យបានឆាប់តាមដែលអាចធ្វើទៅបានពេញមួយផ្លូវវាជាពេលវេលាដ៏ឈឺចាប់បំផុតព្រោះលោកវីចងចាំថាមានសំឡេងកំភ្លើងមួយគ្រាប់កំពុងតាមពីក្រោយគាត់មិនអាចឈប់បានទេពេលគាត់ឈប់សំឡេងកំភ្លើងកាន់តែខ្លាំងឡើងលួយដូចជាម្ចាស់កំភ្លើងឬបុរសនោះកំពុងដើរមកជិតលោកវីប៉ុន្តែព្រះសង្ឃនិងព្រះសង្ឃមិនបានឮសំឡេងគាត់ទេដូច្នេះលោកវីបានព្យាយាមប្រាប់ព្រះសង្ឃឲ្យចេញពីទីនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានព្រោះពេលគាត់ឈប់សំឡេងកំភ្លើងកាន់តែខិតជិតមកដល់ហើយទីបំផុតគាត់អាចចេញទៅភូមិដោយសុវត្ថិភាពហើយបានមកដល់ពេលប្រលប់ជាការពិតណាស់នៅពេលដែលលោកបានត្រឡប់មកដល់ភូមិវិញដោយសុវត្ថិភាពលោកមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេព្រះសង្ឃបានបញ្យល់លោកវីនៅពេលដែលពួកគេកំពុងរង់ចាំអាហារពេលល្ងាចព្រះសង្ឃបានមានបន្ទូលថាក្លិនរបស់អ្នកភូមិគឺខុសគ្នាយ៉ាងច្បាស់ពីក្លិនរបស់មនុស្សនៅក្នុងតំបន់ដូចជាព្រះសង្ឃខ្មោចព្រៃដឹងថាមនុស្សភាគច្រើននៅក្នុងភូមិមិនមានមន្តអាគមដើម្បីការពារខ្លួនទេហើយក៏មិនដឹងពីរបៀបដោះស្រាយរឿងអាថ៌កំបាំងនៅក្នុងព្រៃដែរដូច្នេះគាត់គិតថាមនុស្សនៅក្នុងភូមិគឺជាជនរងគ្រោះដែលងាយរងគ្រោះបំផុតក្នុងការបោកបញ្ឆោតព្រះសង្ឃបាននិយាយថាអ្វីដែលខ្មោចព្រៃឃើញជាបុរសម្នាក់ស្លៀកពាក់សម្លៀកបំពាក់ម៉ាឡេគឺជាតួអង្គចម្លែកមួយដែលគាត់អាចក្លែងបន្លំដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់លោកវីប្រសិនបើលោកវីមានការសង្ស័យឬចាប់អារម្មណ៍នឹងគាត់ការទទួលយកគាត់ឬការដើរតាមគាត់អាចបណ្ដាលឲ្យលោកវីប្រថុយជីវិតរបស់គាត់សូមគិតអំពីវាលោកវីគឺជាគ្រូបង្រៀនម្នាក់មកពីទីក្រុងភ្លាមនោះគាត់មិនបានឃើញអ្វីចម្លែកនៅកណ្ដាលព្រៃទេហើយបានមករៀនពីព្រៃលោកវីចង់ដឹងថាគោលបំណងពិតប្រាកដគឺដើម្បីតាក់ទាញគាត់ឲ្យចូលទៅក្នុងព្រៃពីព្រោះប្រសិនបើមនុស្សនៅក្នុងទីក្រុងវង្វេងនៅក្នុងព្រៃជ្រៅហើយមិនអាចរកផ្លូវចេញបានស្ថានភាពផ្លូវចិត្តរបស់ពួកគេនឹងកាន់តែយ៉ាប់យឺនហើយបង្កគ្រោះថ្នាក់ជាមួយសត្វព្រៃឬគ្រោះថ្នាក់នៅក្នុងព្រៃនៅទីបំផុតពួកគេនឹងក្លាយជាខ្មោចព្រៃព្រះសង្ឃក៏បានមានបន្ទូលផងដែរថាសំឡេងស្គរដែលព្រះអង្គព្យាយាមធ្វើឲ្យលោកវីឮហាក់ដូចជាការជំរុញឲ្យលោកវីបាត់បង់ការផ្ចង់អារម្មណ៍ឬតាមសំឡេងឬរត់គេចខ្លួនវានឹងក្លាយជាឱកាសមួយដើម្បីធ្វើឲ្យខ្មោចព្រៃកំចាត់លោកវីចោលនៅទីបំផុតការស្រាវជ្រាវរបស់លោកវីបានដំណើរការទៅដោយរលូនបន្ថែមពីលើព័ត៌មានអំពីឈើនិងវិធីសាស្ត្រជាមូលដ្ឋានរបស់អ្នកភូមិលោកវីក៏ទទួលបានព័ត៌មានសំខាន់អំពីជំនឿនិងការរស់នៅជាមួយធម្មជាតិផងដែរពីព្រោះមនុស្សនៅក្នុងទីក្រុងមិនដែលដឹងថាមនុស្សនៅក្នុងព្រៃឬអ្នកភូមិមានចំណេះដឹងអំពីការដោះស្រាយជាមួយព្រៃឈើដែលពួកគេធំធាត់ជាមួយនោះទេហើយចុងក្រោយពីរឿងនេះទោះបីជាលោកវីផ្ទាល់នឹងមិនជួបខ្មោចដូចជាបូបានិងលីនថាក៏ដោយប៉ុន្តែវាគឺជារឿងអបិយជំនឿមួយដែលមិនមែនគ្រប់គ្នាអាចជួបរឿងនេះបានទេវាដូចជាវាលភក់មួយនៅកណ្ដាលព្រៃប្រសិនបើវាមិនមែនជាខ្មោចទេតើវាជាអ្វីតាមពិតទៅខ្មោចស្គាល់ចិត្តលោកវីនិយាយថាគាត់ស្ដាប់មិនឮទេចំណែកខ្មោចនិងព្រះសង្ឃក៏ស្ដាប់មិនឮដែរវាជាភាសាម៉ាឡេវាមានន័យថាអញ្ជើញលោកវីឲ្យចុះពីផ្សារទំនើបវាដូចជាការអញ្ជើញប៉ុន្តែការអញ្ជើញនោះជាភាសាម៉ាឡេហើយតើជនជាតិថៃអាចនិយាយដូចយើងដោយរបៀបណាអញ្ចឹងពេលខ្ញុំបង្ហាញខ្លួនភ្លាមខ្ញុំបានឃើញរឿងនេះវាដូចជាលោកវីចង់ដឹងគាត់ចង់ដឹងប៉ុន្តែគាត់មិនចង់ដឹងទេប៉ុន្តែគាត់ចង់ដឹងយ៉ាងខ្លាំង
ដូច្នេះខ្មោចហាក់ដូចជាឃើញថាមានអ្វីចម្លែកនៅក្នុងព្រៃប្រសិនបើវាចង់ដឹងគាត់នឹងតាមឬប្រសិនបើវាចង់ដឹងគាត់នឹងចុះពីផ្សារទំនើបខ្ញុំក៏ចង់ដឹងដែរថាអក្សរម៉ាឡេដែលគាត់និយាយនៅកណ្ដាលព្រៃជាមួយលោកវីមានន័យថាពេលបុរសនោះនិយាយនៅផ្សារ វាជាការល្អក្នុងការយកថ្នាំបាញ់មូសនិងឱសថទៅជាមួយអ្នកបើមិនដូច្នោះទេអ្នកនឹងស្នាក់នៅក្នុងព្រៃរយៈពេល7ថ្ងៃហើយប្រកាសជាត្រឡប់មកទីក្រុងនេះវិញលោកវីបាននិយាយថាពេលគាត់ចូលទៅក្នុងព្រៃគាត់មិនអាចទ្រាំនឹងថ្នាំបាញ់មូសបានទេមូសនៅក្នុងព្រៃមានទំហំធំណាស់ប៉ុន្តែមានអ្វីមួយនៅក្នុងព្រៃដែលគាត់មិនអាចចាំឈ្មោះបានវាដូចជាថ្នាំបាញ់មូសក្លិនរបស់វាស្អុយខ្លាំងណាស់ ខ្ញុំគួរតែនិយាយភាសាដូចគ្នាចុះអ្នកវិញតើអ្នកបានចូលទៅក្នុងព្រៃជ្រៅប៉ុណ្ណាហើយតើអ្នកចង់ដើរក្នុងព្រៃទេចុះបើដើរលេង2គីឡូម៉ែត្រឬ5គីឡូម៉ែត្រវិញឬក៏អ្នកចង់ទៅដេកនៅផ្សារកណ្ដាលព្រៃវាសមនឹងសាក់លបងខ្ញុំពិតជាចង់សាក់លបងណាស់ប៉ុន្តែខ្ញុំខ្លាចសត្វអាក្រក់នៅក្នុងព្រៃប្រសិនបើមានសត្វអាក្រក់នៅក្នុងព្រៃសត្វធំនៅតែអាចការពារខ្លួនបានប៉ុន្តែអ្វីដែលខ្ញុំបាននិយាយជាមួយលោកវីហើយអ្វីដែលគួរឲ្យខ្លាចបំផុតមូសមានទំហំធំស្ទើរតែដូចក្បាលឃ្មុំរហូតដល់មូសរត់គេចខ្លួនសូមគិតអំពីវាចុះអ្នកវិញតើអ្នកគិតយ៉ាងណាចំពោះរឿងរបស់លោកវីនេះតើអ្នកធ្លាប់ដើរក្នុងព្រៃទេឬអ្នកគិតយ៉ាងណាយើងអាននិងឆ្លើយតបសាររបស់អ្នកទាំងអស់ហើយអ្នកអាចគាំទ្រយើងបានយ៉ាងងាយស្រួលគ្រាន់តែចូលចិត្តវីដេអូនេះឬចែករំលែកវានៅកន្លែងណាដែលអ្នកចង់បានឬអ្នកអាចជាវ Channel នេះបានផងដែរសម្រាប់ថ្ងៃនេះសូមអរគុណច្រើនសម្រាប់ការស្ដាប់រហូតដល់ចប់សូមជូនពរអ្នកឲ្យមានរាត្រីសួស្តីរាត្រីសួស្តីរាត្រីសួស្តី